បាត់វាអាចទៅរួចលើកនេះខ្ញុំនឹងបង្រៀនពាក្យនានាដែលអាចជួយអ្នកពាក់ព័ន្ធនឹងគ្រោះធម្មជាតិនិងការពារគ្រោះអាសន្នប្រធានបទដំបូងគឺអំពីគ្រោះធម្មជាតិអ្នកទាំងអស់គ្នាដឹងអត្ថន័យនៃពាក្យនេះទេគ្រោះធម្មជាតិគឺជាអ្វីដែលបណ្ដាលមកពីអំណាចធម្មជាតិដូចជាផលិតដីព្យុះភ្លៀងធំរលកយក្សនិងអ្វីទៀតដែលអាចបំផ្លាញផ្ទះឬបង្កឲ្យមនុស្សរងរបួសនៅប្រទេសជប៉ុនមានការផលិតដីកើតឡើងញឹកញាប់ទីក្រុងសាកាអ៊ុយដេមានសមុទ្រជិតនឹងភ្នំផងដែរនៅទីនេះមានគ្រោះធម្មជាតិជាច្រើនដូចជាផលិតដីរលកយក្សព្យុះនិងភ្លៀងធំក៏ដូចជាគ្រោះដីលំផងដែរខ្ញុំគិតថាមានមនុស្សមិនតិចដែលមានអារម្មណ៍ព្រួយបារម្ភព្រោះមានគ្រោះធម្មជាតិជាច្រើនបែបនេះមុនពេលមានគ្រោះធម្មជាតិបែបនេះកើតឡើងមានពាក្យមួយសម្រាប់បង្ហាញពីការរៀបចំដើម្បីការពារជីវិតរបស់អ្នកនិងគ្រួសាររបស់អ្នកទាំងអស់គ្នាធ្លាប់បានឮពាក្យនេះទេវាហៅថាការពារគ្រោះធម្មជាតិវាជាការរៀបចំមុនពេលមានគ្រោះធម្មជាតិដើម្បីការពារជីវិតខ្ញុំនឹងណែនាំពាក្យសំខាន់4ដែលពាក់ព័ន្ធនឹងការពារគ្រោះធម្មជាតិពាក្យទាំងនេះត្រូវបានប្រើទាំងពេលរៀបចំការពារគ្រោះធម្មជាតិនិងពេលមានគ្រោះធម្មជាតិកើតឡើងផងដែរបើអ្នកចាំបានវានឹងជួយអ្នកយ៉ាងខ្លាំងនៅពេលមានអាសន្នសូមអរគុណដែលបានមើលសូមមើលវីដេអូបន្ទាប់ផងដែរ